កុំគិតថាកូនជាបន្ទុកប៉ុន្តែផ្ទុយទៅវិញត្រូវគិតថាកូនគឺជាពរជ័យសម្រាប់ជីវិតរបស់យើងគឺជាកម្លាំងជំរុញដែលធ្វើឲ្យយើងស្ទុះឡើងងើបពីគ្រែដើម្បីបន្តដំណើរជីវិតយើងទៅធ្វើការទៅរកស៊ីទៅរកចំណូលមកដើម្បីផ្គត់ផ្គង់កូនរបស់យើងនឹងឲ្យធំឡើងឲ្យមានអនាគតល្អឪពុកម្ដាយគ្រប់រូបអត់មានប្រាថ្នាច្រើនទេគ្រាន់តែចង់ឃើញកូនមានសុខភាពល្អរៀនសូត្របានចេះដឹងហើយក្លាយជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គមចំពោះខ្ញុំនៅពេលដែលខ្ញុំឃើញកូនរបស់ខ្ញុំរត់លេងហើយសើចសប្បាយអញ្ចឹងក្នុងចិត្តខ្ញុំក៏សប្បាយចិត្តទៅតាមកូនដែរអញ្ចឹងអារម្មណ៍រំភើបមួយនេះគឺមានតែអ្នកដែលគាត់ខ្លាយទៅជាឪពុកម្ដាយរបស់គេបានគាត់យល់អារម្មណ៍សប្បាយរីករាយអារម្មណ៍មានក្តីសុខអារម្មណ៍មានសុភមង្គលពេលខ្លះអត់មានតាណាឆ្ងាយទេគឺនៅក្បែរខ្លួនយើងនៅជាមួយក្រុមគ្រួសាររបស់យើងជាពិសេសពេលយើងឃើញកូនរបស់យើងលេងសប្បាយអញ្ចឹងយើងរត់ទៅសប្បាយទៅតាមនឹងដែរអញ្ចឹងអារម្មណ៍កក់ក្ដៅនៅជុំវិញយើងកុំភ្លេចចាប់យកឱកាសហ្នឹងដើម្បីផ្ដល់ក្តីសុខឲ្យខ្លួនឯងក្តីសុខឲ្យក្រុមគ្រួសារតាមរយៈការចំណាយពេលជាមួយនឹងកូនរបស់យើងចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់យើងដើម្បីឲ្យជីវិតរបស់យើងស្រស់បំព្រងនិងមានអារម្មណ៍រីករាយកើនឡើងថែមមួយកម្រិតទៀតអញ្ចឹងយើងចាំបាច់ទៅរកក្តីសុខឲ្យណាឆ្ងាយក្តីសុខនៅក្បែរខ្លួនយើងនឹងយកទៅណាមិនអស់ផង